សូមជម្រាបសួរពុកម៉ែបងប្អូនវិលមកជួបខ្ញុំបាទសាជាថ្មីម្ដងទៀតហើយបាទហើយមកនៅនេះខ្ញុំលើកយកនៅបទពិសោធន៍ក៏ដូចជាចំណេះដឹងមួយចំនួនទាក់ទងជាមួយនឹងការចិញ្ចឹមទាកាប៉ាយកមកចែកជូនពុកម៉ែបងប្អូនបាទឥឡូវនេះខ្ញុំមានមេទាកាប៉ាឡើងដល់100ក្បាលហើយដូចនៅក្នុងវីដេអូដែលបងប្អូនឃើញស្រាប់គឺដល់ទិន្នផលពងខ្ពស់ខ្លាំងមែនទែនបាទហើយវាមានតិចនិចក៏ដូចជាវិធីសាស្ត្រមួយចំនួនដើម្បីទទួលបានទិន្នផលពងខ្ពស់បែបនេះបាទអញ្ចឹងក៏បងប្អូនមានចំណាប់អារម្មណ៍ចង់ចិញ្ចឹមទាកាប៉ានេះសូមបងប្អូនព្យាយាមចាប់ផ្ដើមចិញ្ចឹមពីតិចតួចទៅព្រោះឥឡូវនេះវាចូលទៅដល់ពាក់កណ្ដាលឆ្នាំ2025ទៀតហើយអញ្ចឹងសម្រាប់បងប្អូនដែលមានដីទុកទំនេរនៅតាមទីជនបទក្តីតាមចង្ការក្តីបងប្អូនអាចងាកមកមើលនៅការចិញ្ចឹមទាកាប៉ានេះបើយើងមិនបានជាអាជីវកម្មទេក៏យើងទុកសម្រាប់ហូបឬក៏ទទួលញាតិមិត្តបងប្អូនពេលដែលគាត់មកលេងផ្ទះលេងចំការយើងអញ្ចឹងដែរហើយបងប្អូនឃើញស្រាប់ហើយគឺទិន្នផលពងវាខ្ពស់ល្អខ្លាំងមែនទែនអញ្ចឹងទាំងអស់នេះគឺជាអ្វីដែលខ្ញុំកំពុងតែសិក្សាស្រាវជ្រាវបន្ថែមទៅមិនដើម្បីឲ្យការចិញ្ចឹមទាកាប៉ាយកពងភ្ញាស់ជាកូននេះឲ្យទទួលបានទិន្នផលពងខ្ពស់បាទអញ្ចឹងឃើញថាការពិសោធន៍លើកនេះគឺទទួលបានជោគជ័យគួរជាទីកត់សម្គាល់ដោយសារអីយើងឃើញទិន្នផលពងខ្ពស់ពេញនៅក្នុងទូបាទទូភ្ញាស់ក៏ពេញហើយនៅក្នុងសម្បុកទាំងអស់គឺពេញទាំងអស់បាទពេញទាំងអស់មានច្រើនមែនទែនពងមេត្រឹមតែ100ក្បាលទេប៉ុន្តែបើនិយាយពីរឿងពងវិញគឺចូលរាប់ពាន់ពងបាទឃើញទេដោយបងប្អូនឃើញស្រាប់អញ្ចឹងបាទអញ្ចឹងយើងមានវិធីសាស្ត្រក្នុងការធ្វើឲ្យទិន្នផលពងបានខ្ពស់ដូច្នេះអញ្ចឹងសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ចិញ្ចឹមហើយទទួលបានទិន្នផលពងខ្ពស់នេះអាចទាក់ទងមកខ្ញុំបានអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា